បងប្អូនដែលប្រើទូរស័ព្ទ iPhone មួយរយៈចុងក្រោយនេះបងប្អូនប្រហែលជាឆ្ងល់ហើយពេលដែលបងប្អូនចុចបិទទូរស័ព្ទបាទចុចបិទទូរស័ព្ទឲ្យវារលត់បាទនេះចុចបិទភាគច្រើនបងប្អូនចុចកន្លែងហ្នឹងត្រូវទេបាទនេះចុចឲ្យជាប់ទៅគឺវានឹងចេញប៊ូតុងមួយឲ្យយើងអូសទៅវារលត់ហ្មងបាទប៉ុន្តែ version ចុងក្រោយនេះបងប្អូនអ្នកអត់ដឹងគឺរវែងហ្មងបងប្អូនបាទគឺយើងចុចយ៉ាងណាក៏វាអត់ទៅដែរបងប្អូននេះចាំមើលឧទាហរណ៍ថាយើងចុចឲ្យជាប់កន្លែងហ្នឹងបាទចុចឲ្យជាប់អីមិនក៏វាអត់ទៅដែរបងប្អូននេះឃើញចុចអត់ទៅទេបាទចុចទៅគឺវាអត់ទៅទេមានតែយើងចុចទៅវា lock ទេបាទនិយាយទៅ version ចុងក្រោយនេះបើសិនជាបងប្អូនអត់ដឹងទេវែងឥឡូវខ្ញុំប្រាប់ technique ខ្លីៗឲ្យបងប្អូនដឹងឲ្យបងប្អូនកុំឲ្យវែងហើយបងប្អូនខ្លះដែលដឹងគឺអូឡូវីដេអូហ្នឹងទៅដែលមិនដឹងបងប្អូនអាចមើលវីដេអូខ្ញុំបានអញ្ចឹងបងប្អូនអាចចូលមកក្នុងទូរស័ព្ទ iPhone របស់យើងមកបងប្អូនកុំចុចអាប៊ូតុងចំហៀងខាងហ្នឹងទៀតបងប្អូនត្រូវអូសវាចុះនេះអូសវាចុះអាកន្លែងចំហៀងខាងស្ដាំយើងហ្នឹងមកបាទឃើញមនុយរបស់យើងបងប្អូននេះមើលនៅពីខាងស្ដាំហ្នឹងទៀតទៅបងប្អូនឃើញនេះឃើញប៊ូតុងវងមូលហើយមានអូសចុចពីលើហ្នឹងអូសខ្វិកពីលើហ្នឹងបងប្អូនចុចលើវាទៅបាទបងប្អូនចុចលើវាឲ្យជាប់ទៅបាទបងប្អូនចុចលើវាឲ្យជាប់ទៅគឺទូរស័ព្ទយើងវានឹងចេញឲ្យបងប្អូននេះចេញឲ្យជាឃើញបងប្អូនបាទចេញឲ្យអញ្ចឹងហើយចេញឲ្យហើយចាំយើងចុច slide to power off ចាំយើងចុចបិទបាទអញ្ចឹងបងប្អូនបាទគឺងាយស្រួលទេប៉ុន្តែពេលខ្លះគឺយើងវែងទេបងប្អូនអញ្ចឹងខ្ញុំបានជឿតែឆ្ងល់ថាហេតុអីទូរស័ព្ទរបស់ខ្ញុំមករយៈចុងក្រោយនេះខ្ញុំចុចបិទវាចុចអត់កើតដោយសារខ្ញុំអត់បានតាមដាននៅ version ចុងក្រោយនេះបាទដល់ពេលខ្ញុំតាមដានទៅបានដឹងថាអូតាមពិតអញ្ចឹងសោះបាទងាយខ្លីសំខាន់អ្វីដែលបងប្អូនត្រូវប្រើរាល់ថ្ងៃ